សួស្តីបងប្អូននេះយើងមកមើលផែនជីកឃើញខាងណាទេគេបង្ហោះផែនជីកហ្វូណនផែនជីកហ្វូណនបង្កើតថ្មីឃើញពួកនឹងចូលទៅជេរព្រាតផែនជីកហ្វូណនឪហើយអានេះផែនជីកបង្ហូរដល់ទឹកពីទន្លេបាទីបងប្អូនហ្នឹងហើយមើលមកដល់ក្រោយផ្ទះខ្ញុំនេះគេហៅផែនជីកកំពង់ឡុងហើយព្រោះនៅក្រោយភូមិកំពង់ឡុងបាទជីកបានប៉ុនមេឃប៉ុនភ្នំហើយណាទីទៀតមានបងប្អូនយើងគាត់មកអង្គុយលេងតាមហ្នឹងហើយជីកហើយទៅមានតំណប់ពីរជាន់ណាតំណប់ខាងក្រោមនេះមួយជាន់ហើយនឹងអាលើនេះមួយជាន់អាលើនេះស្មើ level គឺតំណប់ផ្លូវទៅមកបាទទៅដឹងបាត់ក្រោម40 ម៉ែត្រហ្នឹងហើយ40 ម៉ែត្រទៅបាត់ក្រោមហើយខ្នងលើមួយហៀងចែកមក20 ម៉ែត្រ20 ម៉ែត្របាទនេះវាលៀនអត់ទៅចូលដល់ទីក្រហមហ្នឹងបងប្អូនតែយ៉ាផ្ទះក្រហមហ្នឹងចូលដល់ហ្នឹងកន្លែងខ្ញុំឈើនេះគាត់ទៅមាត់ស្ទឹងឡើយតែជីចូលទៅថែមទៀតគេធ្វើជើងទេធ្វើផ្លូវដល់នោះអត់លឿនបងប្អូនខ្ញុំខ្យល់ពួតហ្មងណាមេហឹបទៀតមេចុះលេងស្អីគេនោះជីកកំពង់ឡុងបងដោះទឹកពីទន្លេបាទីពីកំពង់ស្ពឺអូខេបាយបាយ